សំណួរពី Channel ម៉ៃសុវណ្ណតារាតើខ្ញុំគួរធ្វើដូចម្តេចទើបអាចកាត់ចិត្តពីមនុស្សស្រីដែលខ្ញុំស្រឡាញ់នាងស្មើនឹងអ្វីគ្រប់យ៉ាងកាត់ចិត្តពីមនុស្សស្រីដែលខ្ញុំស្រឡាញ់នាងស្មើអ្វីគ្រប់យ៉ាងស្មើអ្វីគ្រប់យ៉ាងតែម្ដងស្មើផែនដីស្មើឪពុកស្មើម្ដាយស្មើគោស្មើក្របីស្មើឆ្កែស្មើឆ្មាស្មើក្របបែកស្មើរក្រោះចុះអ្វីគ្រប់យ៉ាងហើយហ្នឹងអាទាំងអស់ហ្នឹងមិនអ្វីគ្រប់យ៉ាងបើស្រឡាញ់ស្មើអ្វីគ្រប់យ៉ាងចឹងស្រួលតាពីព្រោះអ្វីគ្រប់យ៉ាងនោះគឺយើងក៏ធ្លាប់បាត់បង់វាដែរកាលពីទូចរហូតដល់ធំនេះដូច្នេះបើសិនជាបាត់បង់នារីម្នាក់ទៀតវាទៅជារឿងធម្មតាវិញណាតែបើថាយើងថាស្រឡាញ់លើសពីជីវិតអានឹងផ្សេងស្រឡាញ់លើសពីខ្លួនឯងអានឹងផ្សេងនេះគ្រាន់តែជាអារម្មណ៍កូនក្មេងទេហើយក៏ជាអារម្មណ៍ល្ងងដែរពាក្យថាអ្វីគ្រប់យ៉ាងនេះពីព្រោះថាមនុស្សយើងនៅលើโลกហ្នឹងឥតមាននរណាម្នាក់ស្រឡាញ់អ្នកដទៃជាងខ្លួនឯងទេយើងស្រឡាញ់នាងតើយើងស្រឡាញ់នាងខ្លាំងជាងខ្លួនឯងទេចឹងយើងពិនិត្យមើលចិត្តខ្លួនយើងមើលយើងថ្លឹងមើលចិត្តខ្លួនយើងមើលបើយើងថ្លឹងឃើញថាអូការពិតចិត្តខ្លួនយើងនេះស្រឡាញ់ខ្លួនឯងខ្លាំងជាងគេតើពីព្រោះថាបើយើងស្រឡាញ់នរណាម្នាក់ពិតប្រាកដការស្រឡាញ់នោះដូចជាផ្សែងធូបអញ្ចឹងគឺវាចេញទៅដោយគ្មានរំពឹងថាវានឹងចូលត្រឡប់មកក្នុងដើមធូបវិញទេចឹងនៅពេលដែលយើងថាស្រឡាញ់គេនោះតើយើងមានចង់អីបានអីពីគេទេបើថាយើងរីករាយនៅពេលដែលគេបានសេចក្តីសុខយើងរីករាយនៅពេលដែលគេបានប្តីល្អយើងរីករាយនៅពេលដែលគេជោគជ័យយើងរីករាយនៅពេលដែលគេដើរចេញពីយើងអានោះបានហៅថាស្រឡាញ់ពិតប្រាកដតែមនុស្សលោកចេះតែយល់ច្រឡំថាខ្លួនស្រឡាញ់នៅនេះស្រឡាញ់នៅនោះពិតប្រាកដការពិតខ្លួនស្រឡាញ់ខ្លួនជាងនរណាទាំងអស់តើដែលយើងស្រឡាញ់គេនោះក៏ដើម្បីឲ្យគេស្រឡាញ់យើងដែរដែលយើងស្រឡាញ់គេនោះក៏ដើម្បីរំពឹងថានឹងទទួលបានសេចក្តីស្រឡាញ់ត្រឡប់ពីគេវិញដែរនេះក៏ជាការគិតខ្លួនឯងដែរយើងស្រឡាញ់បុរសម្នាក់យើងស្រឡាញ់នារីម្នាក់គឺដោយយើងរំពឹងថានាងស្រឡាញ់យើងបានយើងថាស្រឡាញ់នាងយើងតែងតែវិនិយោគទៅមុនអញ្ចឹងដោយមានការរំពឹងអញ្ចឹងកុំឲ្យបន្លប់ចិត្តខ្លួនឯងហើយកុំឲ្យបន្លំភ្នែកខ្លួនឯងទៀតយើងត្រូវយល់ឃើញពីសេចក្តីពិតគឺថាមនុស្សស្រឡាញ់ខ្លួនជាងនរណាទាំងអស់សូម្បីតែប្អូនសូម្បីតែនារីដែលប្អូនស្រឡាញ់ហ្នឹងនារីដែលប្អូនស្រឡាញ់ហ្នឹងគេមិនស្រឡាញ់ប្អូនជាងគេណាគេស្រឡាញ់ខ្លួនគេជាងប្អូនតើហើយបើគេស្រឡាញ់គេជាងប្អូនហេតុអីក៏ប្អូននៅតែល្ងងថាស្រឡាញ់នាងជាងខ្លួនទៅទៀតយើងមើលស្ថានភាពជាក់ស្ដែងគេដកចិត្តពីយើងបានដើម្បីអីដើម្បីបំពេញនៅអារម្មណ៍របស់គេដើម្បីបំពេញនៅបេះដូងរបស់គេដើម្បីបំពេញនៅមនុស្សដែលជាទីគោរពរបស់គេសូម្បីតែគេឈប់ស្រឡាញ់យើងទៅស្រឡាញ់អ្នកណាផ្សេងទៅតាមឪពុកម្ដាយរបស់គេក៏បានសេចក្តីថាគេធ្វើដើម្បីបំពេញចិត្តខ្លួនឯងដែរពីព្រោះចិត្តខ្លួនឯងនៅពេលដែលឃើញឪពុកម្ដាយពិបាកចិត្តវាឈឺចាប់អញ្ចឹងហើយនៅពេលដែលឃើញឪពុកម្ដាយស្រួលចិត្តខ្លួននឹងអត់ឈឺចាប់ដល់ពេលចិត្តខ្លួនមិនឈឺចាប់អញ្ចឹងខ្លួនធ្វើតាមចិត្តរបស់ខ្លួនអញ្ចឹងមនុស្សយើងធ្វើតាមចិត្តរបស់យើងដើម្បីចិត្តរបស់យើងហេតុអីក៏យើងនៅតែល្ងងថាគេស្រឡាញ់យើងវាគ្រាន់តែជាចិត្តណរៈទេវាមិនដល់ស្នូលចិត្តទេដូច្នេះហើយត្រូវពិចារណាថាអញ្ចឹងថានាងស្រឡាញ់ខ្លួនឯងជាងអ្នកណាទាំងអស់ដូច្នេះហើយប្អូនក៏គួរតែងាកមកគិតពិចារណាខ្លួនឯងវិញថាគេមិនបានស្រឡាញ់ខ្លួនទេគេស្រឡាញ់ខ្លួនគេអត់បានស្រឡាញ់ប្អូនទេគេគ្រាន់តែស្រឡាញ់ប្អូនក្នុងសភាពសើក្នុងស្រទាប់ក្រៅនៃចិត្តទេមិនដល់ស្រទាប់ក្នុងនៃចិត្តទេមិនដល់ស្នូលចិត្តទេហើយនេះគឺជារឿងធម្មតាដូច្នេះហើយបានជាយើងឃើញថាមនុស្សបែកពីមួយទៅស្រឡាញ់មួយមនុស្សព្រាត់ពីមួយទៅស្រឡាញ់មួយគូស្នេហ៍ស្រឡាញ់គ្នាល្អកល្អើណាស់ដល់តែពេលស្លាប់ចោលគ្នាព្រាត់ប្រាសគ្នាកម្រមានអ្នកនៅពោះម៉ាយរហូតអស់មួយជីវិតណាអ្នកដែលនៅពោះម៉ាយរហូតអស់មួយជីវិតគឺជាការកម្រនោះប្រហែលជាគ្មានអ្នកណាចូលទៅញ៉ែញ៉ង់ចែចង់ទៀតបើមានគេចូលទៅចែចង់ជារឿយក៏គង់តែមានចិត្តទូទន់ទេនេះហើយជាសភាពប្រែប្រួលនៃចិត្តបើចិត្តវាជាសភាពប្រែប្រួលអញ្ចឹងហេតុអីក៏យើងប្រកាន់មាំម្លេះថាត្រូវតែស្រឡាញ់បុគ្គលម្នាក់នឹងអស់មួយជីវិតអត់ពីនាងមិនបានហេតុអីគេអត់ពីអ្នកបានអ្នកអត់ពីនាងមិនបានចំណុចមួយទៀតបងគួរតែពិចារណាថាពាក្យថាឈឺចាប់ដល់ចំណុចអតិបរមាហ្នឹងគឺយើងបានឆ្លងកាត់រួចទៅហើយយើងបានឈឺចាប់ដល់ចំណុចអតិបរមារួចទៅហើយគឺជាការឈឺចាប់ភ្លាមនិង
ក្នុងរយៈពេល48ម៉ោងក្នុងរយៈពេល48ម៉ោងនៃការកើតហេតុអ្វីមួយនៃការជឿចាប់អ្វីមួយនៃការប្រព្រឹត្តអ្វីមួយគឺវាធ្វើឲ្យយើងជឿចាប់ខ្លាំងណាស់ហើយបើឆ្លងកាត់48ម៉ោងបានហើយមានន័យថាសភាពការជឿចាប់នោះវាបានថយចុះវិញហើយវាដូចជាថ្ងៃត្រង់នៅចំកណ្ដាលក្បាលរបស់យើងវាមិនមែននៅចំកណ្ដាលក្បាលរបស់យើងរហូតដែលធ្វើឲ្យយើងក្តៅជាអតិបរមារហូតនោះទេវាក្តៅខ្លាំងនៅពេលដែលវានៅចំកណ្ដាលក្បាលយើងតែវានៅចំកណ្ដាលក្បាលយើងរយៈពេលប្រមាណនាទីវាក៏ជ្រេមកពេលវាជ្រេមកវាក៏កាត់បន្ថយនៅកម្ដៅវិញយ៉ាងណាចិត្តរបស់យើងវាឡើងដល់ចំណុចអតិបរមាក្នុងរយៈពេល48ម៉ោងរួចហើយវាចុះមកវិញថ្ងៃទី3កាន់តែចុះថ្ងៃទី4ទី5ទី6រហូតដល់ថ្ងៃទី7រហូតដល់ថ្ងៃទី21រហូតដល់ថ្ងៃទី48រហូតដល់ថ្ងៃទី30រហូតដល់ថ្ងៃទី45រហូតដល់ថ្ងៃទី90រហូតដល់ថ្ងៃទី120គឺយើងសឹងថាអាចសើចសប្បាយជាមួយនឹងរឿងរ៉ាវជឿចាប់ដែលកន្លងផុតហួសវិញហើយដូច្នេះហើយយើងទ្រាំទៅពីព្រោះយើងបានទ្រាំចំណុចអតិបរមាហើយតាវាដូចយើងរលាកភ្លើងរលាកពឹបរលាកភ្លាមហ្នឹងក្តៅណាស់ហើយវាក្តៅខ្លាំងវាកាហាយខ្លាំងក្នុងរយៈពេល48ម៉ោងហ្នឹងផុតពីហ្នឹងទៅសាច់យើងនឹងវាឆ្អែតហើយសាច់យើងនឹងវាស៊ាំហើយកោសិកានឹងវាស៊ាំហើយអញ្ចឹងវាស្ថិតនៅក្នុងសភាពធម្មតាវិញយើងទ្រាំការទ្រាំគឺជាជីវិតហើយយើងមិនអាចធ្វើអ្វីមួយតាមបំណងប្រាថ្នារបស់យើងគ្រប់យ៉ាងទេសេចក្តីប្រាថ្នារបស់យើងច្រើនយ៉ាងយើងធ្វើបានភាគតិចជាសភាពធម្មតាពីព្រោះចិត្តរបស់យើងវាតែងលោតកម្ពស់ហួសពីសមត្ថភាពរបស់យើងខណៈពេលហ្នឹងតែមិនមែនមានន័យថាសមត្ថភាពរបស់យើងត្រឹមតែប៉ុណ្្នឹងទេគ្រាន់តែវាលោតខ្ពស់ជាងនៅពេលហ្នឹងដល់សមត្ថភាពយើងកសាងដល់ការរំពឹងទុកនោះចិត្តនោះវាឡើងទៅទៀតអញ្ចឹងកម្រិតនៃអារម្មណ៍កម្រិតនៃចិត្តវាបែបហ្នឹងយ៉ាងណាយើងអត់ធ្មត់ឲ្យបានពេលវេលានឹងជួយយើងបន្តិចម្ដងពេលវេលានឹងជួយយើងរលាកភ្លើងយើងទ្រាំទៅពេលវេលានឹងជួយយើងឲ្យត្រជាក់យើងឈឺចាប់ក៏ដូចគ្នាពេលវេលានឹងជួយយើងឲ្យមានការធូរស្បើយយើងចង់ក៏ដូចគ្នាពេលវេលាក៏ជួយយើងឲ្យកាត់បន្ថយចំណង់កន្លែងហ្នឹងកំពុងមានផ្សែងយើងឃើញថាផ្សែងនៅកន្លែងហ្នឹងរហូតឲ្យមួយជីវិតរបស់វាទេបើយើងដុតភ្នក់មួយនៅកន្លែងហ្នឹងផ្សែងវាហូរវាហៀចេញវាហើរចេញទៅវាមិនដែលកន្លែងហ្នឹងមានផ្សែងរហូតទេនៅលើលោកហ្នឹងមិនដែលកន្លែងណាមួយកើតសភាពវឹកវររហូតទេពីព្រោះអ្វីៗវាអត់ទៀងអ្វីៗវាកើតរលត់សូម្បីតែសេចក្តីទុក្ខរបស់យើងក៏វាកើតរលត់ដែរចុះហេតុអីបានជាយើងត្រូវប្រកាន់ថាត្រូវទៅទុក្ខគ្មានដំបៅណាដែលឈឺចាប់អស់មួយជីវិតនោះទេមានតែដំបៅចិត្តនៃភាពសោកស្ដាយប្រកបដោយការយល់ដឹងក្នុងកម្រិតស្ទើរคล้ายជាអ្នកប្រាជ្ញតែបើថាដល់ប្រាជ្ញាចាក់ធ្លុះត្រាស់ដឹងហើយយើងនឹងយល់ឃើញសភាពពិតថាវាកើតរលត់សូម្បីតែសេចក្តីទុក្ខសំណួរពី Channel OMG Jake Jamming ខ្ញុំនៅក្មេងតែខ្ញុំចង់មានការងារតើខ្ញុំគិតត្រូវទេលោកគ្រូបាទខ្ញុំនៅក្មេងហ្នឹងក្មេងអាយុប្រមាណប្រសិនបើក្មេងអាយុក្រោម18ឆ្នាំកុំទាត់អាលចង់ធ្វើការងារអីត្រូវខំប្រឹងកសាងសមត្ថភាពរបស់យើងសិនតាមរយៈការរៀនសូត្រកិច្ចនៃជីវិតរបស់យើងដែលយើងត្រូវតែធ្វើដែលខ្ញុំបាននិយាយរួចហើយនៅក្នុងការរៀបចំផែនការជីវិតនោះគឺយើងត្រូវតែបំពេញកិច្ចតាមលំដាប់ទី1គឺរៀនលំដាប់ទី2គឺរកលំដាប់ទី3ចាំរីករាយអញ្ចឹងលំដាប់ទី1ដោយសារយើងនៅក្មេងខួរក្បាលកំពុងតែលូតលាស់ពេលវេលាក៏មានច្រើនឱកាសក៏ល្អបញ្ហាក៏មិនទាន់ស្មុគស្មាញហើយឪពុកម្ដាយក៏នៅមានទឹកចិត្តក្នុងការឧបត្ថម្ភដល់យើងនៅមានទឹកចិត្តក្នុងការវិនិយោគឲ្យយើងលើការរៀនសូត្រយើងគួរតែយកពេលវេលានេះផ្ដោតទៅលើការរៀនសូត្រដើម្បីកសាងសមត្ថភាពសិនពីព្រោះការកសាងសមត្ថភាពគឺជាការកសាងនៅអនាគតឬក៏ជាការកសាងនៅជោគវាសនាពិតប្រាកដដល់យើងនៅក្មេងដែលជាវ័យកំពុងតែកសាងសមត្ថភាពយើងបែរទៅជាលោភលន់ចង់មានតក់ក្រហល់ពេកយើងក៏ទៅរកដល់ពេលយើងរកទៅសមត្ថភាពរបស់យើងវាអត់ទាន់មានមូលដ្ឋានគ្រឹះដល់អញ្ចឹងយើងអត់មានការលូតលាស់ទេថ្ងៃក្រោយគេរកលុយបានច្រើនយើងរកលុយបានតិចដដែលណាអញ្ចឹងវ័យនេះគឺជាវ័យដែលយើងត្រូវតែរៀនសិនចាំដល់ពេលយើងចាប់ពីអាយុ18ឆ្នាំឡើងទៅដែលពេញកម្លាំងមាំមួនអស់ហើយក៏យើងក៏មានភាពចាស់ចិត្តចាស់គំនិតគួរសមដែរចាំយើងរៀនផងរកផងដើម្បីកសាងសមត្ថភាពផងដើម្បីកសាងបទពិសោធន៍ផងដល់ពេលយើងចូលដល់វ័យកណ្ដាលយើងចាប់ផ្ដើមផ្ដោតលើការរកវិញគឺការកសាងអនាគត
តែទោះយ៉ាងណាក៏នៅតែរៀនដែរគ្រាន់តែការរៀននេះគឺរៀនតាមរយៈការធ្វើរៀនតាមរយៈការអនុវត្តរៀនផងធ្វើផងដល់ទៅវ័យកណ្ដាលគឺយើងចាប់ផ្ដើមកសាងសមត្ថភាពរបស់យើងតាមរយៈបង្កើននៅលទ្ធភាពនៃការងារធ្វើការងាររកប្រាក់ឲ្យបានច្រើនឬក៏ធ្វើការងារដើម្បីសម្រេចគោលដៅឲ្យបានច្រើនហើយយកការងារនោះជាការរៀនសូត្រយកការងារនោះជាការកំសាន្តយកការងារនោះគឺជាការលំហែផ្ដោតលើការកសាងទ្រព្យសម្បត្តិកសាងអនាគតដល់ទៅយើងចូលដល់វ័យចាស់រៀងជ្រែគឺយើងមានទ្រព្យសម្បត្តិយើងមានឱកាសយើងមានពេលវេលាពេលហ្នឹងចាំយើងដើរសបាយហ្នឹងដូចជាដើរធ្វើបុណ្យធ្វើទានដើរកសាងនេះកសាងនោះកសាងស្ពានកសាងថ្នល់ដើរកសាងសង្គមដើរចែករំលែកយើងមានពេលវេលាក្នុងការរីករាយនៃជីវិតរបស់យើងអាចនឹងចូលនិវត្តន៍នៅពេលដែលយើងមានប្រភពប្រាក់ចំណូលទៀងទាត់នៅពេលដែលយើងមានប្រភពប្រាក់ចំណូលស្ថិតស្ថេរនៅពេលដែលយើងមានភាពគង់វង្សនៃប្រាក់ចំណូលរបស់យើងអញ្ចឹងយើងនឹងក្លាយទៅជាម្ចាស់ជីវិតអត់ធ្វើជាកញ្ចេះជីវិតទេអត់ធ្វើការរហូតដល់ចាស់ទេដូច្នេះហើយជាសរុបសេចក្តីមកវិញគឺថាបើសិនជាប្អូនក្រោមអាយុ18ឆ្នាំខំប្រឹងរៀនយកពេលវេលាយកឱកាសយកលុយកាក់ទាំងអស់ហ្នឹងមកវិនិយោគលើខ្លួនយើង